ថ្ងៃនេះនឹងខ្ញុំលក្ខណៈនៅប្រទេសជប៉ុនអញ្ជើញបងប្អូនមកមើលដើម Fuji ដែលមានអាយុកាលលើសពី140ឆ្នាំនៅក្នុងប្រទេសជប៉ុននេះគឺកម្រមានមែនទែនហើយក្លិនឡើងក្អូបចាឡើងក្អូបផ្អែមដូចទឹកអប់ហ្មងបងប្អូនគ្រាន់តែមើលដើមវល្លិគេប៉ុណ្ណាណីហើយបែកមេឃលាតសន្ធឹងនៅលើធ្នើទ្រើងដែលគេដាក់ហ្នឹងគឺ1000ម៉ែត្រការ៉េចាអូបោះដៃវាទៅឡើងឆ្ងាយមែនទែនហ្មងណាគឺបែកមេឃទៅច្រើនហើយចកោមដូចទៅពាំងបាយជូរអញ្ចឹងនេះស្វាមីនេះខ្ញុំចាគាត់ដើរគយគុណស្រង់ក្លិនក្អូបរបស់ផ្កាហ្នឹងណានិយាយទៅអត់ចង់ដើរចេញពីកន្លែងហ្នឹងទេចាចូលមកដល់ឈរក្រោមដើមផ្កាគឺមលុបផ្កាឡើងទៅជាខ្យល់បក់មកលហើយនិយាយទៅយើងអាចមើលឃើញនៅចន្លោះចុងខែ4ដើមខែ5អីហ្នឹង Fuji នេះគេឲ្យឈ្មោះថាផ្កា Fuji នាគខ្មៅឬក៏គេហៅម្យ៉ាងទៀតថាផ្កា Fuji Bhutan ចាដែលវាមានច្រើនស្រទាប់ចាមិនងាយមានទេផ្កា Fuji ធម្មតាវាមានស្រទាប់មកស្រទាប់អញ្ចឹងប៉ុន្តែមួយនេះមានច្រើនស្រទាប់ហ្មងនេះពេលយើងកលេចមើលឡើងទៅលើនៅលើធ្នើទ្រើងដែលគេដាក់ហ្នឹងណាចាចកោមមកមានសណ្ដាប់ធ្នាប់ដូចទៅពាំងបាយជូរអញ្ចឹងមើលទៅតំណងមែនទែនហ្មងអ្នកណាដើរមកឃើញហើយគឺថាខ្នាញ់មែនទែនចង់តែញ៉ាំនេះមកចកោមតំណងចាប៉ុន្តែក្លិនវិញគឺថាក៏អូបអស់ចាយហើយផ្កា Fuji មានពណ៌ស្វាយពណ៌ផ្កាឈូកពណ៌រាងសប៉ុន្តែផ្កា Fuji មួយដើមនេះចាផ្កាវាចេញមកស្វាយកម្ៅលាយជាមួយនឹងស្វាយរាងខ្ចីៗអញ្ចឹងណាចាឆ្លាស់គ្នាអូយនេះមេគេឡើងវែងទៅអញ្ចឹងហ្មងបងប្អូន1000ម៉ែត្រការ៉េធំចាលាតសន្ធឹងជុំវិញមួយដើមនឹងហ្មងណាហើយនៅពីក្រោមដើមគេអត់ឲ្យយើងជន់រឹសនឹងទេចាគេមានឈើដែលដាក់តម្រៀបចាបើចំពីក្រោមដើមជាប់រឹសខ្លាំងមែនតើហ្មងគឺគេអត់ដាក់ឈើនឹងទេចាគេចំហឲ្យខ្យល់ដកដង្ហើមហើយនៅចុងរឹសវាគឺគេអត់ឲ្យជន់ទៀតខ្លាច់ខូចដើមណាហើយជុំវិញនេះគឺគេមានស្រះទឹកចាខ្យល់ឡើងត្រជាក់លហើយស្រួលមែនតើហ្មងហើយយើងដើរគយគុណបដាស្រង់ក្លិនក៏អូបនេះចាផ្កា Fuji នៅទីនេះធំអញ្ចឹងមានច្រើនដើមមិនមែនមានតែមួយដើមនឹងទេប៉ុន្តែពូជផ្សេងគ្នាចានេះមើលជុំវិញហ្នឹងគឺមានស្មៅដុះចាយើងអាចដើរចូលទៅក្នុងកាឡាផ្ទៃខាងក្រោមដើមនឹងចំពីលើរឹសនឹងទេហើយបើថាយើងដើរគៀនហ្នឹងគឺគេក្រាលក្តារក្រាលឈើឲ្យយើងដើរហ្មងហើយផ្កាមិនដឹងជាប្រមាណម៉ឺនចកោមទេបងប្អូននៅក្នុងមួយឆ្នាំគឺរីកមកច្រើនមែនទែនហ្មងនៅក្នុងប្រទេសជប៉ុនគេហៅថាផ្កា Fuji អញ្ចឹងចាប៉ុន្តែភាសាអង់គ្លេសគេច្រើនទៅហៅផ្កា Wisteria ប្រភេទដើមវល្លិប៉ុន្តែដល់ទៅពេលដើមអាយុច្រើនអញ្ចឹងទៅវាវល្លិវែងដែរចាវែងអញ្ចឹងតើដាក់ធ្នើដាក់ទ្រើងឲ្យបន្ទប់ជាប់គេខ្លាយខ្យល់ព្យុះមកបាក់ខូចអស់អញ្ចឹងណាបងប្អូនដោយសារតែផ្កាស្អាតពេកអញ្ចឹងក៏នេះខ្ញុំឆ្លៀតថតរូបទុកអនុស្សាវរីយ៍ចានេះស្វាមីនេះខ្ញុំសុំដាក់មកប៉ុស្តិ៍ទុកអនុស្សាវរីយ៍កន្លែងហ្នឹងផ្កាស្អាតមែនទែនយើងមកកន្លែងនេះរៀងរាល់ឆ្នាំចាហើយកន្លែងនេះមកអត់ចេះចិនណាយទេបងប្អូនដើរទៅកន្លែងណាគឺក៏អូបដូចជាទឹកអប់អញ្ចឹងណាចាបើបងប្អូនមកប្រទេសជប៉ុនណាកុំភ្លេចមកកន្លែងនេះគេហៅ Ashikaga Flower Park កន្លែងហ្នឹងគឺមានផ្កាកន្លាបមានអីទៀតណាចានៅចុងខែ4ដើមខែ5យើងមើលឃើញផ្កា Fuji ហើយផ្កាកន្លាបចាប់ដើមរីកម្ដងតិចព្រោះផ្កាកន្លាបពាក់កណ្ដាលខែ5ទៅចុងខែ5ទៅបានវារីកច្រើនចាអរគុណសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយដែលមានផ្កាស្អាតថែមទៀតណាជម្រាបលាបាយបាយ